សួស្តីសុខសប្បាយជីទេខ្ញុំឈ្មោះ Hector Arias នៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងទៅបង្ហាញឧបករណ៍ព្យាបាលគំរូ Beerplast ប៉ុន្តែមុនពេលបង្ហាញឧបករណ៍អ្នកអាចឃើញ Channel YouTube របស់ខ្ញុំនៅទីនេះនៅលើអេក្រង់និងនៅក្នុងបញ្ជីពី Channel YouTube របស់ខ្ញុំអ្នកនឹងរកឃើញកន្លែងដែលវានិយាយថាបញ្ជីនៅទីនេះអ្នកអាចធ្វើបានស្វែងរកនៅទីនេះដែលវានិយាយថាបញ្ជីអ្នកអាចរកឃើញការរៀបចំវីដេអូដែលខ្ញុំនិយាយអំពីឧបករណ៍ទាំងនេះជាភាសាផ្សេងនេះគឺជាបញ្ជីវីដេអូប៉ុន្តែត្រូវបានរៀបចំតាមភាសានៅក្នុងការពិពណ៌នានៃវីដេអូអ្នកនឹងរកឃើញដំភ្ជាប់ដែលអ្នកអាចស្វែងរកវីដេអូជាច្រើនទៀតទាក់ទងនឹងឧបករណ៍ទាំងនេះហើយនៅទីនេះអ្នកអាចមើលឃើញគេហទំព័ររបស់ខ្ញុំមួយក្នុងចំណោមគេហទំព័ររបស់ខ្ញុំដែលអ្នកអាចស្វែងរកវគ្គសិក្សាបរិក្ខារ Metatron នៅក្នុងភាសាផ្សេងគ្នាវគ្គសិក្សាឧបករណ៍ជីវប្លាស្ទិកជាភាសាផ្សេងគ្នាហើយឥឡូវនេះខ្ញុំនឹងបង្ហាញឧបករណ៍នៅទីនេះអ្នកមានឧបករណ៍ជីវប្លាស្ទិកដូចអ្នកនឹងទទួលវានៅក្នុងវ៉ាលីមួយប៉ុន្តែមុនពេលបង្ហាញឧបករណ៍បច្ចុប្បន្នឧបករណ៍ដែលយើងកំពុងចែកចាយនៅឆ្នាំនេះខ្ញុំនឹងបង្ហាញអ្នកនៅ model ដំបូង Beerplast ដែលខ្ញុំនៅតែមាននៅទីនេះគឺជាគំរូជីវប្លាស្ទិកដំបូងគេថាខ្ញុំរក្សាវាខ្ញុំនៅតែរក្សាវាច្រើនឆ្នាំខ្ញុំបានប្រើឧបករណ៍នេះនិងបម្រើមនុស្សជាច្រើនដូច្នេះឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកឧបករណ៍ជីវប្លាស្ទិកយើងនឹងបើកវាដោយកន្ត្រៃព្រោះវាសំខាន់វីដេអូព្រោះនៅលើទំព័របណ្ដាញនិងនៅលើទំព័របណ្ដាញផ្សេងគ្នាដែលអ្នកឃើញព័ត៌មានជាច្រើនប៉ុន្តែមនុស្សសួរខ្ញុំថាតើមានអ្វីកើតឡើងវ៉ាលីអ្វីដែលជាខ្លឹមសារនៃឧបករណ៍បន្ទាប់មកខ្ញុំនឹងបើកវ៉ាលីហើយខ្ញុំនឹងពន្យល់ពីឧបករណ៍នីមួយដូច្នេះជាដំបូងតោះបើកវ៉ាលីយើងនឹងបើកវាមកពីរោងចក្រវាត្រូវបានផ្ដល់ឲ្យអ្នកពីរោងចក្រដូច្នេះយើងនឹងបើកវ៉ាលីហើយរឿងដំបូងដែលយើងរកឃើញគឺថាវាភ្ជាប់មកជាមួយធុងមួយដើម្បីសាកល្បងផ្លុំនោះគឺយើងនឹងយកចេញពីប្រអប់ហើយយើងនឹងយកវាចេញពីទីនេះហើយឧបករណ៍ជីវប្លាស្ទិកមកដល់ទីនេះនៅទីនេះយើងមានវាយើងយកវាចេញហើយនៅទីនេះយើងមានវាជាវ៉ាលីតូចណាស់ខ្ញុំកាន់ទំហំរបស់ខ្ញុំកំពុងឈរទំហំនៃវ៉ាលីលក្ខណៈពិសេសដ៏អស្ចារ្យមួយនៃឧបករណ៍នេះគឺថាឧទាហរណ៍ប្រសិនបើអ្នកនឹងធ្វើដំណើរជាមួយឧបករណ៍ពី Pelia ឬមួយផ្សេងទៀតអ្នកអាចយកវាទៅក្នុងកាបូបរបស់អ្នកដៃហើយគេអាចយកវាឡើងលើយន្តហោះវាជាឧបករណ៍វាជាវ៉ាលីតូចមួយដូច្នេះយើងនឹងបើកវ៉ាលីនៅទីនេះហើយយើងនឹងបង្ហាញមាត្រការខ្ញុំនឹងកែសម្រួលកាមេរ៉ាដើម្បីធ្វើឲ្យវាមើលទៅប្រសើរជាងមុនជាការប្រសើរណាស់យើងបន្តការធ្វើបទបង្ហាញបន្ទាប់មកយើងនឹងទទួលបានមាត្រការនៅទីនេះមកខ្សែមួយជាមួយ pen drive មួយខ្សែជាមួយ pen drive មួយ pen drive នេះមិនមានព័ត៌មានទេ pen drive នេះប្រសិនបើអ្នកដាក់វានៅក្នុង ROM USB វាគ្មានព័ត៌មានអ្វីទេប៉ុន្តែវាដូចជាសោររថយន្ត pen drive នេះមិនចាំបាច់ដាក់ក្នុងកុំព្យូទ័រ pen drive នេះគឺសម្រាប់កម្មវិធីដើម្បីដំណើរការវាគឺជាសោរសុវត្ថិភាពហើយប្រសិនបើឧបករណ៍នឹងមិនដំណើរការលើ pen drive នេះដូច្នេះនៅទីនេះបានមកកម្មវិធីយើងផ្ញើកម្មវិធីជាឯកសារទាញយកអាស្រ័យលើប្រទេសមួយចំនួននៅក្នុងប្រទេសខ្លះយើងផ្ញើកម្មវិធីនៅលើ pen drive នៅខាងក្នុងវ៉ាលីនិងនៅក្នុងប្រទេសផ្សេងទៀតដែលយើងផ្ញើកម្មវិធីជាឯកសារទាញយកប៉ុន្តែអ្វីដែលសំខាន់នោះគឺថា pen drive នេះគឺជាគន្លឹះមួយ
ការធ្វើឲ្យសកម្មហើយខ្សែនេះគឺជាឧបករណ៍ដែលភ្ជាប់ឧបករណ៍ទៅកុំព្យូទ័របន្ទាប់មកខ្ញុំនឹងដាក់ដោយមើលឃើញនៅទីនេះខ្ញុំមាន pen drive នៅទីនេះតោះយកវាចេញមកដល់ហើយកែវរំចង់ឧបករណ៍នេះមានប្រយោជន៍និងមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាមានមុខងារស resonant ឧបករណ៍នេះគឺសម្រាប់ដាក់ផលិតផលនិងផលិតផលវាស់ឧទាហរណ៍ផលិតផលធម្មជាតិផលិតផលឱសថថ្នាំអ្នកអាចដាក់ផលិតផលនៅខាងក្នុងពែងនិងជាមួយឧបករណ៍ចាប់សញ្ញាដែលមនុស្សដាក់នៅលើក្បាលយើងអាចវាស់ឥទ្ធិពលជាមួយនឹងគ្រឿងបន្លាស់នេះតើផលិតផលនឹងមានផលប៉ះពាល់អ្វីខ្លះដល់មនុស្សលើសពីនេះពែងមានមុខងារមួយទៀតគឺយើងអាចដាក់ dropper ធុងកញ្ចក់មួយដែលមានទឹកហើយយើងអាចផ្ញើព័ត៌មានបានទៅកាន់ទឹកដើម្បីបញ្ជូនព័ត៌មានព្យាបាលទៅកាន់ទឹកចូលបន្តទៅមុខដូច្នេះនៅទីនេះយើងមាន Sound inductor ត្រូវបានដាក់នៅលើក្បាលខ្ញុំនឹងយកវាចេញពីកាបូបហើយនៅទីនេះមក Sound inductor នៅទីនេះវាមកនេះគឺជាអាំងដូចតដែលនិយាយថាឬនៅទីនេះហើយនៅទីនេះនិយាយថាគឺសម្រាប់ផ្នែកខាងស្ដាំនិងសម្រាប់ផ្នែកខាងឆ្វេងយើងត្រូវតែលែងចេញទៅហើយនៅទីនេះយើងមានអាំងដូចតឃើញហើយនៅទីនេះខ្ញុំនឹងបង្ហាញអ្នកប្រអប់បានមកយើងនឹងយកវាចេញប្រអប់នេះបានមកនេះគឺជាឧបករណ៍គំរូ Bibeless នៅទីនេះគឺខ្ញុំបង្ហាញវាដល់អ្នកឧបករណ៍ Bibeless ហើយឥឡូវនេះនៅទីនេះយើងមានការកញ្ញាទាំងអស់ឧបករណ៍ឧបករណ៍ចាប់សញ្ញាដែលត្រូវបានដាក់នៅលើក្បាលឧបករណ៍នេះឃើញក្នុងប្រអប់អត់មានផ្លូវបាត់អត់មានកំហុសនៅទីនេះដោយសារតែអាំងដូចតដែលឃើញនេះទៅភ្ជាប់ធាតុបញ្ចូលតែមួយទៅភ្ជាប់នៅទីនោះពែងធាតុនេះមកដល់ខ្ញុំនឹងពង្រីកឲ្យអ្នកមើលឃើញហើយវាភ្ជាប់ទៅចំហៀងយើងនឹងភ្ជាប់វាឥឡូវនេះយើងភ្ជាប់ពែង resonance និងភ្ជាប់អាំងដូចតសោនៅទីនេះយើងមានអាំងដូចតសោដែលភ្ជាប់ទៅនឹងប៉ារ៉ាតូពែងហើយយើងនឹងបាត់ខ្សែដែលភ្ជាប់នៅទីនេះហើយខ្សែត្រូវបានភ្ជាប់ទៅកុំព្យូទ័រឥឡូវនេះយើងនឹងភ្ជាប់វាដូច្នេះមានការភ្ជាប់ទាំងអស់នឹងដើម្បីភ្ជាប់កុំព្យូទ័រដែលយើងត្រូវការចំណុច yes 2យើងត្រូវការ RON yes 2ខ្ញុំនឹងបង្ហាញអ្នកម្ដងទៀត
នៅទីនេះខ្សែនេះទៅកុំព្យូទ័រខ្សែនេះទៅកុំព្យូទ័រហើយយើងត្រូវការរន Yes 2ដើម្បីភ្ជាប់ឧបករណ៍នៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកពីរបៀបទាញយកកម្មវិធីរបៀបភ្ជាប់វាទៅកុំព្យូទ័រនិងរបៀបបង្កើតកំណត់ត្រាដំបូង